ក្រោយពីវារស់ដល់ទៅគឺដំណាំគាត់ពីឆ្នាំទៅមិញគាត់បានឧទាហរណ៍ថាគាត់បាន10តោនតែឆ្នាំនេះអាចបាន12តទៅ15តោនបាទហើយសិតតែមានការកាត់ឡើងទៅតាមពុទ្ធសាសនាមួយដោយសារការបច្ចេកទេសរបស់គាត់គឺចេះជាងមុនសូមជម្រាបសួរបាទខ្ញុំបាទឈ្មោះស្រួចផលីហើយជាបុគ្គលិករបស់ Coffee ដែលមានតួនាទីជាមន្ត្រីសម្របសម្រួលសហគមន៍បាទរាល់ថ្ងៃខ្ញុំធ្វើការងារជាមួយកសិករទីមួយគឺជួយសម្របសម្រួលគាត់ឲ្យគាត់មានការចុះកុងត្រារវាងកសិករដែលមានទទួលផលហ្នឹងគាត់ចុះកុងត្រាជាមួយ Coffee ទិញលក់ជាមួយ Coffee ហើយទី2គឺជួយសម្របសម្រួលឲ្យគាត់បន្តក្នុងការដាំដុះកាហ្វេឡើងវិញនៅចំការដែលគាត់តនេអញ្ចឹងណាបាទហើយទី3គឺពួកខ្ញុំគៀងកពួកគាត់ឲ្យចូលរួមវគ្គផ្ដាល់ដើម្បីផ្ដល់ជាបច្ចេកទេសទៅដល់កសិករទាំងអស់នៅក្នុងខេត្តមណ្ឌលគិរីបាទដែលយើងមានកិច្ចសហការជាមួយមន្ទីរកសិកម្មខេត្តបាទផ្ដល់វគ្គផ្ដាល់មួយទាក់ទងទៅនឹងការតាក់តែងមែកនិងការដាក់ជីព្រោះក្រោយប្រមូលផលគឺយើងត្រូវការតាក់តែងមែកកាហ្វេហើយនិងដាក់ជីហើយយើងក៏រៀនទៅដល់កសិករនៅទូទាំងខេត្តមណ្ឌលគិរីប៉ុន្តែថ្ងៃនេះដោយឡែកយើងមានបុគ្គលិករបស់ Coffee ព្រៀនផ្ទាល់ជាមួយកសិករមុន Coffee ចូលមកដល់ខេត្តមណ្ឌលគិរីកសិករជួបបញ្ហាផ្ទះធំ2-3បាទទី1គឺតាក់ទងទៅនឹងទីផ្សារបាទអញ្ចឹងមានន័យថាទីផ្សារហ្នឹងគឺគាត់តម្លៃទាបមែនតើបាទក្នុង1គីឡូដូចជា800ទៅ1200ទេបាទហើយទី2តាក់ទងទៅនឹងបច្ចេកទេសបាទគឺគាត់ថែទាំបែបបុរាណគាត់ដាក់តាមធម្មជាតិគឺគាត់អត់ស្រោចទឹកទេចាំតែខែភ្លៀងហើយផលបាត់តិចមែនតើបាទអានោះគឺជាបញ្ហាជួបប្រទះដែលយើងឃើញអញ្ចឹងពាក់ព័ន្ធបច្ចេកទេសទាក់ទងនឹងតម្លៃបាទបច្ចុប្បន្ននេះគឺយើងបានខាងកសិករបានសហការជាមួយ Coffee មានតែចូលរួមចំណែកច្រើនបើយើងចងក្រងទៅគឺយើងបាន484គ្រួសារដែរបាទដែលគាត់មានការសហការជាមួយ Coffee យើងបានចងក្រងគាត់ឲ្យមានកុងត្រាជាមួយយើងត្រូវ200ក្នុងមួយឆ្នាំតែខ្ញុំធ្វើបាន195ទេដោយសារកសិករមួយចំនួនគាត់អត់ទាន់បានយល់អំពីដំណើរការតែឆ្នាំនេះខ្ញុំគិតថាគាត់យល់ច្រើនព្រោះគាត់ងាកមក Coffee បានច្រើនឆ្នាំនេះបាទទី1កសិករគាត់ទទួលបានពាក់ព័ន្ធទៅនឹងបច្ចេកទេសបាទទីរបៀបការជ្រើសរើសពូជកាហ្វេទី2គាត់ចេះដាំដុះកាហ្វេព្រោះយើងបានផ្ដល់ពាក្យផ្ដាល់ឲ្យគាត់គឺដាំដុះកាហ្វេហើយទី2គឺពាក់ព័ន្ធទៅនឹងរបៀបនៃការតាក់តែងមែកឬក៏ថែទាំដាក់ជីដាក់ទឹកអីហ្នឹងហើយក៏យើងបានឆ្នាំនេះយើងមានវគ្គមួយទៀតគេហៅថាវគ្គផ្ដាល់ប្រមូលផលរបៀបប្រមូលផលគឺយើងបានណែនាំឧទាហរណ៍ថាគាត់បេះចម្រុះហើយនឹងបេះទុំសុទ្ធល្អគឺយើងបានណែនាំគាត់ហើយឃើញថាពួកគាត់ឆ្នាំនេះគាត់បេះទុំល្អហ្នឹងគឺវាទម្ងន់គឺធ្ងន់ជាងដែលគាត់បេះបូតទាំងខ្ចីទាំងអីហើយពាក់ព័ន្ធនឹងគុណភាពកាហ្វេបើសិនគាត់បេះបូតក៏វិបត្តិគុណភាពដែរតែបើសិនទុំល្អមានជាតិស្ករពេញធ្វើឲ្យកាហ្វេកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ជាងមុនទៀតហើយចំណែកពួកគាត់ចំណេញគីឡូកើនឡើងទៀតព្រោះកាហ្វេខុសពីដំណាំផ្សេងៗដំណាំផ្សេងៗដំណាំទុំវារាងស្រាលតែកាហ្វេនៅពេលទុំហើយគឺទម្ងន់កើនជាងមុនកសិករគាត់ទទួលវគ្គផ្ដាល់ហើយទទួលបានដំណាំរបស់គាត់កើនផលបើន័យថាក្រោយពីវគ្គផ្ដាល់ទៅគឺដំណាំគាត់ពីឆ្នាំទៅមិញគាត់បានឧទាហរណ៍ថាគាត់បាន10តោនតែឆ្នាំនេះអាចបាន12តទៅ15តោនបាទហើយសិតតែមានការកាត់ឡើងទៅតាមពុទ្ធសាសនាមួយដោយសារការបច្ចេកទេសរបស់គាត់គឺចេះជាងមុនគាត់លេខតាមធម្មជាតិរបស់គាត់ហើយបាទតង់ចំណូលគាត់បានច្រើនជាងមុនបើន័យថាគាត់យក apply ពាក់ព័ន្ធទៅនឹងបច្ចេកទេសដាំកាហ្វេហ្នឹងគាត់ apply ទៅដំណាំបឺដូចជាម្រេចដូចជាកាហ្វេត្រេនអីផ្សេងៗអញ្ចឹងដំណាំផ្សេងៗក៏កើនដែរអញ្ចឹងឃើញថាចំណូលរបស់ពួកគាត់មានភាពប្រសើរឡើងជាងឆ្នាំមុន